ពុទ្ធបរិស័ទយើងជ្រាបកន្លែងនឹងទៅមានសេចក្តីសុខក្តីសុខត្រង់ណាសុខត្រង់អត់ចំណែននឹងអ្នកដទៃព្រោះអ្នកដទៃក៏ត្រឹមត្រូវរបស់គាត់មានបានអីគណៈបុណ្យស័ក្តិលៀបយោអីទាំងអស់ហ្នឹងត្រឹមត្រូវទៅតាមបុណ្យដែលបានធ្វើមកអញ្ចឹងទៅចិត្តយើងវាមានមុទិតាទួនខ្លួនទៅវាអត់មានចំណែនគ្រាន់តែប៉ុណ្ណឹងយើងចំណេញប្រាក់សម្បើមទៅមិនចាំបាច់ប្រណាំងប្រជែងកវាយកវល់ចំណាយពេលវេលាដើម្បីឲ្យមានឲ្យបានដូចអ្នកដទៃអីមិនមែនចេះតែប្រឹងបាននោះណាទេប៉ុន្តែយើងស្ងប់ប្រងាប់ចិត្តសមាអាជីវោយើងធម្មតាយើងមិនឲ្យសេចក្តីសំខាន់ក្នុងជីវិតជាមួយនឹងសម្បត្តិក្នុងភពទេតែយើងឲ្យសេចក្តីសំខាន់ត្រង់គុណធម៌ដែលត្រូវចម្រើនឡើងជាប្រយោជន៍សុខក្នុងចិត្តសន្តានរស់នៅតាមសមាអាជីវោមិនប្រៀបធៀបខ្លួនយើងនឹងអ្នកដទៃឲ្យកើតទុកទេបើយើងចេះប្រៀបធៀបក៏យើងប្រៀបធៀបឲ្យចេះល្មមឲ្យចេះស្កប់ស្កល់ទៅបានប្រហែលយើងហើយហ្នឹងបើអ្នកដទៃគេមិនទាំងបាននៅរស់មកដល់សពថ្ងៃនឹងផងស្លាប់ទៅតែមិនតាន់មានសិលហើយសត្វនរកប្រែតិឆានអសុរកាយឥឡូវយើងបានប្រពន្ធនឹងហើយកើតទុកមិនសុខចិត្តរឿងអីទៀតអាហ្នឹងបើយើងចេះប្រៀបឲ្យមានតែក្តីសុខប្រៀបឲ្យមានតែក្តីសន្តោសហើយបើចង់ប្រៀបទៅលើឲ្យខ្ពស់ជាមួយនឹងព្រះអរិយបុគ្គលចឹងទៅដើម្បីយើងប្រឹងប្រែងជាយាមតាមសេចក្តីជ្រះថ្លាក្នុងគុណរបស់ព្រះអរិយទៅដើម្បីឲ្យចិត្តរបស់យើងស្អាតនឹកឃើញគុណព្រះអរិយទៅកុំឲ្យវាសៅហ្មងជ្រោកជ្រែកប្រឡូកប្រឡាក់ជាមួយនឹងអ្នកដទៃណាពុទ្ធបរិស័ទញាតិញោមស្រីប្រុសទាំងអស់ស្ដាប់ធម៌រៀនធម៌គួរតែចេះខ្មាស់បាបហ្នឹងឯងចង់និយាយថាខ្មាស់ខ្លួនឯងក៏បានដែររៀនធម៌ដាប់ធម៌ចេះថាធัวចេះនិយាយធัวសន្តានាធัวអីអញ្ចឹងប៉ុន្តែការប្រព្រឹត្តការអប់រំចិត្តបានប៉ុណ្ណាអាហ្នឹងត្រូវផ្ទៀងផ្ទាត់កន្លែងហ្នឹងផងចឹងហ្នឹងឯងកុំឲ្យទុកធัวចោលពាក្យថាទុកធัวចោលហ្នឹងបានក្តីថាយើងស្ដាប់ធัวយើងរៀនធัวយើងចាំធัวយើងចេះធัวប៉ុន្តែមិនប្រតិបត្តិធัวហ្នឹងឯងអាហ្នឹងឯងដែលឈ្មោះថាទុកធัวចោលអញ្ចឹងធัวហ្នឹងអត់ពូកែទេដូចថ្នាំយើងអត់លេបអញ្ចឹងមានបកែអីនៅតែក្នុងដបហ្នឹងឯងអានណែថ្នាំនេះក្មេងលេបពាក់កដាលចាស់លេបប៉ុណ្ណេះប៉ុណ្ណោះមួយថ្ងៃមួយដងគឺព្យាបាលរោគអីអញ្ចឹងទៅបានតែអានរួចទៅថ្នាំនៅក្នុងដបដដែលហ្នឹងឯងរួចទៅក្អកខេះដែលទៅអូឈឺពោះឈឺកាពះអីចឹងទៅហ្នឹងឯងមានជាអីបើថ្នាំនៅតែក្នុងដបអាហ្នឹងគឺព្រៀបដើម្បីឲ្យយើងបានយល់ថាធម៌របស់ព្រះពុទ្ធប្រកែសម្រាប់អ្នកប្រព្រឹត្តបរិបត្តិដែលអាចកម្ចាត់បងរោគក្តៅរោគកិលេសក្នុងចិត្តសន្តាននឹងបាននឹងឯងមិនមែនប្រកែត្រង់យើងដូចថាមានរូបភាពឥឡូវថាញាតិញោមអញ្ចឹងទៅចុះសរសើរច្រើនហើយតាមស្ដាប់ធัวអីហ្នឹងសរសើរច្រើនហើយឥឡូវរំលឹកម្ដងអញ្ចឹងទៅចុះកុំឲ្យគ្រាន់តែរូបភាពល្អមើលនឹងឯងចឹងកុំឲ្យគ្រាន់តែរូបភាពល្អមើលថាអូគឺថាស្ដាប់ធัวរៀនធัวចេះធัวនិយាយធัวអីនឹងឯងគឺត្រូវឲ្យល្អគុណភាពសម្រាប់ខ្លួនយើងពេលវេលាសល់តិចណាស់ហើយណាបណ្ដោយទៅអាស្រ័យការដែលយើងបង្អួតបង្អភ្នែកតិចអ្នកដតីហ្នឹងល្មមយើងគ្រប់គ្រាន់ហើយត្រូវរស់ទីពឹងខ្លួនឯងណាដឹងក៏ដោយណាឮក៏ដោយមិនដឹងមិនឃើញអីក៏ដោយគឺយើងដឹងតែថាប្រម៉ែប្រមូលគុណធម៌គុណតម្លៃនៃជីវិតគឺឲ្យច្បាស់ប្រកបព្រោះអ្នកដឹងអ្នកមិនដឹងមិននៅជាមួយយើងយូរប្រហែលទេយើងត្រូវចាកលោកនឹងទៅទេប្រយោជន៍អីទៅ
ត្រង់ដែរយើងខំធ្វើសេចក្តីល្អព្រោះហេតុតែដើម្បីឲ្យគេសរសើរយើងខំធ្វើសេចក្តីល្អដើម្បីឲ្យគេថាយើងល្អហ្នឹងល្មមគ្រប់គ្រាន់ហើយឥឡូវនេះសល់ពេលតិចយើងធ្វើអ្វីៗសម្រាប់ខ្លួនយើងផងទៅកុំធ្វើឲ្យតែអ្នកដទៃនោះនឹងឯងតែគឺត្រូវតែគិតគូរដល់ខ្លួនយើងទៀតអាហ្នឹងឯងអញ្ចឹងចិត្តហ្នឹងវាមមតំទៅតាមហ្នឹងវាមិនញាប់ញួរអីទៅនឹងលោកធัวទៅពេកទេសេចក្តីល្អរបស់យើងវាមិនរលាយបាត់ដោយសារតែអ្នកដទៃគេអត់ដឹងសេចក្តីល្អរបស់យើងវាមិនរលាយបាត់ដោយសារតែអ្នកដទៃគេស្ដីគេថាសេចក្តីល្អរបស់យើងវាមិនមែនទៅអាក្រក់តាមមាត់គេថាអាក្រក់ណាស់អីចឹងទៅក៏អាក្រក់តាមមាត់គេសំបីមាត់ទេពសំបីមាត់ប្រអិនក៏ដោយក៏មិនអាចមកធ្វើសេចក្តីល្អថាសេចក្តីល្អនឹងបាបសេចក្តីល្អនឹងអាក្រក់វាមិនអាចទៅតាមមាត់អ្នកដទៃទេមាត់ប្រអិនមាត់ប្រព្រំអីក៏ដោយគឺបរមត្តធัวតែល្អគឺល្អហ្នឹងឯងដូច្នេះគឺយើងនឹករលឹកដល់ពេលវេលាយើងមានតិចតួចណាស់ត្រូវធ្វើអ្វីសម្រាប់ខ្លួនឯងផងកុំឲ្យយើងគ្រាន់តែធ្វើដើម្បីអ្នកដទៃធ្វើដើម្បីបង្អួតបង្អឲ្យអ្នកដទៃហ្នឹងគេទទួលស្គាល់ថាយើងជាមនុស្សល្អគេសរសើរគេលើកតម្កើងអីហ្នឹងអាហ្នឹងល្មមហួសពេលហួសវេលាហើយអាហ្នឹងឥឡូវយើងត្រូវធ្វើអ្វីដើម្បីសេចក្តីល្អរបស់យើងឲ្យយើងទទួលស្គាល់ខ្លួនឯងថាជាការងារល្អអំពើល្អនឹងឯងហើយនឹងព្រាត់ប្រាសចាកអំពីโลกនេះទៅចាកអ្នកដែលនៅជុំវិញខ្លួនយើងទៅគឺយើងត្រូវរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សល្អក៏ណាយើងមិនអាចរួមដំណើរក្នុងសង្សារវដ្តជាមួយនឹងខ្លួនឯងជាមនុស្សអាក្រក់ទៅនោះទេហ្នឹងឯងអញ្ចឹងគឺគុណធម៌គឺសេចក្តីអត់ធន់ហ្នឹងចម្រើនឡើងណាប៉ុណ្ណាដូចជាព្រះអង្គទ្រង់សម្ដែងថាបើមានវិធីដើម្បីឲ្យរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងព្រឹក100ថ្ងៃ100ល្ងាច100រហូត100ឆ្នាំមួយថ្ងៃ300លំពេងណាមិននិយាយពីស្លាប់បាត់ទៅគេចិត្តតែចាក់អត់ដឹងអីទេណានិយាយពីសេចក្តីទុក្ខលំបាកការឈឺចាប់យើងមើលគ្រាន់តែយើងនិយាយមែនទេគ្រាន់តែជុលចាក់ថ្នាំយើងខ្លាចហើយដែលមកជុលគេធ្វើយ៉ាងល្អចាក់សឹងតែមិនដឹងឈឺហ្នឹងអ្នកខ្លះខ្លាចមកជុលមែនទេអញ្ចឹងទៅហើយចាំបាច់និយាយដល់ទៅបន្លាចាំបាច់និយាយដល់ទៅអីស្អីឯណាហ្នឹងឯងខ្លះធ្វើជាងធ្វើកម្មករអីដែកសំណង់នឹងវារអិលធ្លាក់មកបុកធ្លាយក្បាលអីចឹងទៅហ្នឹងឯងហើយមិនតន់ស្លាប់ពីណាត្រូវយកទៅពេទ្យគេវះគេកាត់អីចឹងទៅតាមហ្នឹងឯងអាហ្នឹងប៉ុណ្ណឹងយើងស្រាវយើងស្ញើប៉ុណ្ណាទៅធ្លាក់មកមានម្នាក់នឹងឡើងដើមស្លាឡើងទៅស្រាប់ទៅវាយកទៅវាបាក់ហើយដល់បាក់វាមិនបានធ្លាក់មកតាមបាក់វាភ័យលឺសូរប្រុសទៅរោតទម្លាក់មកជង់នឹងដើមស្លានឹងឯងតែដែលវាបាក់ទៅវានៅសល់ដើមវានឹងស្រួចជង់ធ្លុះជាប់នៅនឹងដើមស្លានឹងទៅហើយយើងគ្រាន់តែលឺចឹងមិនសូវអីទេឃើញរូបនោះយើងស្រាវទៅមែនទេចឹងប៉ុណ្ណាហ្នឹងឯងហើយនេះគ្រាន់តែរំលឹកពីរឿងបន្តិចបន្តួចហើយចូលតម្រាំដល់ទៅមួយថ្ងៃ300លំពេងចឹងមើលហើយព្រះអង្គសម្ដែងថាបើមានវិធីឲ្យរួចផុតចាកទុក្ខអញ្ចឹងណាគឺថាឲ្យគេចាក់មួយថ្ងៃ300លំពេងហ្នឹងណារហូតមួយឆ្នាំ365ថ្ងៃរហូតមួយឆ្នាំហើយមួយឆ្នាំទៀតដល់ទៅ100ឆ្នាំអាហ្នឹងឲ្យបានរួចផុតចាកទុក្ខព្រះអង្គថាអ្នកទាំងឡាយឲ្យគេចាក់ទៅបើមានវិធីដើម្បីរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងហ្នឹងអាហ្នឹងយើងនឹករលឹកពុទ្ធដីកាហ្នឹងមើលទៅក្នុងសង្យុត្តនិកាយសច្ចៈសង្យុត្តហ្នឹងត្រង់ដែលព្រះអង្គរំលឹកថាមនាលវិខទាំងឡាយ
វាអត់មានវិធីដើម្បីរួចផុតចាកទុក្ខរបៀបនឹងទេនេះប្រសិនបើទេដែលព្រះតថាគតលើកឡើងនឹងដើម្បីឲ្យអ្នកទាំងឡាយនឹងឯងមានសេចក្តីអត់ធន់មានសេចក្តីព្យាយាមដើម្បីត្រាស់ដឹងនៅសច្ចធម៌ការត្រាស់ដឹងសច្ចធម៌ឯណេះបានអាចរួចផុតចាកទុក្ខបានហើយអាការដែលត្រាស់ដឹងសច្ចធម៌ហ្នឹងយើងត្រូវអត់ធន់ណាយើងត្រូវព្យាយាមណាហើយអត់ធន់ព្យាយាមហ្នឹងវាមិនដល់ថ្នាក់អីដែលគេចាក់មួយថ្ងៃ300លំពេងទេមិនក៏យើងអត់ធន់មិនបានបើមានវិធីដើម្បីឲ្យរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងហ្នឹងអាហ្នឹងព្រះអង្គបញ្ជូនឲ្យទៅឲ្យគេចាក់ទៅវាគ្រាន់តែថាវាអត់មានវិធីហ្នឹងវាតលតែត្រាស់ដឹងសច្ចធម៌ហើយត្រាស់ដឹងសច្ចធម៌ហ្នឹងវាមិនងាយអីណាវាតលតែអាស្រ័យសេចក្តីអត់ធន់សេចក្តីព្យាយាមនឹងឯងហ្នឹងឯងអញ្ចឹងព្រះអង្គទ្រង់សម្ដែងហ្នឹងគឺឲ្យយើងមានសេចក្តីអត់ធន់ហ្នឹងហើយគ្រាន់តែពាក្យសម្ដីអ្នកដតីអីប៉ុណ្ណឹងដែលវាคล้ายទៅជាដាវលំពេងចាក់ដោតដល់បេះដូងដល់ចិត្តសន្តានមកពីយើងទទួលតើទាំងមកពីយើងទទួលចឹងទៅវាទៅជាខ្យល់ព្យុះខ្យល់កន្ត្រាក់បោកបក់ចិត្តសន្តានរបស់យើងនឹងទៅខ្យល់មាត់អ្នកដតីសោះហ្នឹងណាហ្នឹងឯងតែដោយសារការដែលយើងទទួលយកមកគិតឲ្យកើតទុកខ្លួនឯងទៅតើមាននរណាគេបង្ខិតបង្ខំអីទេអាកន្លែងហ្នឹងនោះខ្យល់មាត់អ្នករតីហ្នឹងគឺចង់និយាយពីសំឡេងដែលវាមកប៉ះនឹងតិចទៅប៉ុណ្ណឹងវារលត់បាត់ទៅហើយចិត្តដែលនាំឲ្យនិយាយហ្នឹងក៏វារលត់បាត់ទៅដែរហើយយើងប្រកាយប្រកម្មខឹងជាមួយនឹងអ្នកណាខណ្ឌណាខណ្ឌហ្នឹងដែលធ្វើនៅអំពើមិនគួរកប់បីអីដាក់យើងហ្នឹងវារលត់បាត់ទៅហើយហ្នឹងឯងយើងវេកញែកចែកធាតទៅតាមនឹងទៅយើងគិតទៅខឹងជាមួយនឹងដីជាមួយទឹកជាមួយភ្លើងជាមួយខ្យល់ឬក៏យើងត្រូវទៅខឹងជាមួយសក់រោមកញ្ចក់ធ្មេញស្បែកជាមួយធាតហ្នឹងយើងគិតទៅស្អប់អីហ្នឹងឯងហើយអ្នកណាដែលបញ្ចូលរឿងដែលនាំឲ្យយើងមួម៉ៅក្តៅកាហាយគឺមិនមានអ្នកដតីណាសោះដោយសារតែអវិជ្ជាល្ងងខ្លៅរបស់យើងនឹកគិតឲ្យកើតទៅជាមានរឿងដែលសម្រាប់ឲ្យយើងប្រកាន់ស្អប់នឹងចឹងទៅហើយសម្គាល់ថាយើងនឹងមិនឲ្យគេមើងងាយមិនឲ្យគេស្ដីថាអីចឹងទៅចង់ក្រាន់បើកន្លែងហ្នឹងតែព្រះពុទ្ធអង្គមិនឲ្យក្រាន់បើកន្លែងហ្នឹងទេព្រះអង្គឲ្យក្រាន់បើត្រង់ដែលអត់ធន់នេះទេហ្នឹងឯងឲ្យរឿងរ៉ាវហ្នឹងវាកន្លងផុតទៅស្ងប់រងាប់ទៅវាអត់មានបញ្ហាដែលនឹងត្រូវឆ្លោះប្រកែកតោះតេងគ្នាបង្កអរិភាពបង្កសត្រូវឬក៏ទៅជារឿងរ៉ាវធំដុំទៅទេឲ្យវាអស់ត្រឹមប៉ុណ្្នឹងទៅនឹងឯងវាដូចជាថាចិត្តដែលនាំឲ្យគេនិយាយហ្នឹងឬក៏នាំឲ្យគេធ្វើអាកប្បកិរិយាអីហ្នឹងវាកើតឡើងហើយវារលត់ទៅហើយអាពាក្យសម្ដីអាសំឡេងហ្នឹងក៏រលត់ទៅអាកប្បកិរិយាកាយវិញ្ញាណហ្នឹងក៏បាត់ទៅហើយវានៅតែការចងចាំទេតើហើយអាការចងចាំហ្នឹងគឺអាចចោលបានទេតើមិនក៏មិនចងចាំសេចក្តីល្អដែលយើងបានធ្វើមិនក៏មិននឹកទៅលើសេចក្តីល្អរបស់អ្នកដតីផងទៅមិនក៏មិននឹកគុណពុទ្ធគុណពធគុណប្រសង្ឃទៅមិនក៏មិននឹកដល់វិបាករបស់កម្មទៅអាត្រង់ដែលឃើញរូបហ្នឹងជាវិបាករបស់កម្មបានដឹងរឿងថាគេកាច់រឹកកាច់រៀងគេបូនមាត់ឬក៏គេពេបមាត់ឬក៏គេសន្លក់សន្លឹងឬក៏គេកតុយភ្នែកអីទាំងអស់ហ្នឹងណាហ្នឹងឯងចឹងអាការដែលចាំរឿងហ្នឹងណាអាហ្នឹងគឺជាសញ្ញាដែលកើតឡើងជាមួយនឹងតោសៈមូលចិត្តថ្នាំងថ្នាក់បដិខៈទៅនៅក្នុងហ្នឹងហើយសភាពហ្នឹងមើលចិត្តដែលនាំឲ្យគេធ្វើអញ្ចឹងក៏វារលត់បាត់ទៅហើយអាស្អីហ្នឹងអាកប្បកិរិយាស្អីហ្នឹងក៏វារលត់បាត់អស់ទៅហើយមាននៅសល់ឯណាទៀតដូច្នេះគឺអាការដែលឃើញរូបហ្នឹងវាជាអកុសលវិបាកដែលកើតឡើងនៅក្នុងពេលហ្នឹងដោយសារឃើញរូបហ្នឹង
có về rồi luật bắt từ đài về nơi sau là ca chạm rường nâng ảnh hay ca lư sầm lên nâng có chỉ của sao bị bạ nâng bột bò thì sát dương cầm ai thua để dương riêng nâng nơi thì không xịp hư cầm ai nơi thì không cùng pi từ sắc xa pro thì bắt ai cao tư chia côn là thua à đã bạn để bắt để thua nó cứ ấy cứ cái đây ọt thuần bàn nâng á cái đây ọt thuần nâng nơi để xa xa bàn đó cái nằm hay bây giờ mình ọt thuần tế phần đau ai chỉ cái đây crowd cả lớn ai chỉ cái đây crowd nâng chỉ mang sợi trâu sầm ráp co rầm lớn rước cuốn cứ xa là bao giờ nâng ảnh hay ấy dân chơi lìa bằng bàn chơi lìa bằng trap sầm bát ai tiền cuốn cha lìa bằng vuông xa cả na nhiệt trôi mà can phnua hay nơi ao cái sao sạch trâu đây sầm ráp tùm lê rước cuốn rồi bao xa giờ nâng tốt thở ấy cái đấy có trâu tại chào từ đẻ bao quân là thua cứ chỉ cái đây ọt thuật nâng ảnh ai rương nó cái việc cần lòng phật tới đòi ọt miền ban nhà ha ấy đây sầm ráp ơi dân lùm bạ ở đây họ thà dân khơi cái thơ ấy không to chặt com cuồng nâng ảnh hỡi dân có bán một rất tư ruột nẹt ở tây nâng ở đây họ thà vay tập kê ấy chẳng tới nâng ảnh rư có thà bao rột yun bao kia kê chẳng tới nâng ảnh nâng về bà hơn nó anh tập play tít về ọt prom kích ấy chẳng tới ở tê hó đó nâng ảnh hay đào tới cây ruộng cua cây cá túc sọc chết nâng ảnh chẳng cái tam tầm nẹ tầm nuông police ấy chẳng tới nhà thua ấy chẳng tới cái khót xua năm từ bọc police khơi nhớ dân khát pê là nâng ảnh ấy từ băng pha bị này từ tua tô toàn ấy từ tam nâng chẳng từ tiết tịch lô về trôi tới thưa ấy cái bạn đầy bạn trường ấy chẳng tới rư có ai slap ấy tới có bàn đẻ hay mới cái con để miên cầm ho bần tích bần tu bần té dương ban chỉ plek thả nè ca để dương trơi thưa từ cây với nhỏ hốt đào từ ai cây slap họ nâng ảnh dương ăn mơ khơi khâu hề mau bị dương cơ thạc kê thưa đại dương mồn chẳng cầm ho nó bao dương tem của man thưa từ lót từ cây với dương ăn cơ thạc khâu hay nâng này mau bị cây thưa đại dương mồn nâng cứ dân mơ ọt khơi nhà vấy đây vì chỉ ba và thua ở vây đây chỉ tô khổng ho để trời thơ từ ruột nè tây với nhau và ông sầm đây anh thà bờ nè tây cái khăn cào thấy hay dân khăn cào từ ruột cái với những cọ chiêng nè cái khăn cào môn nâng từ tiền nâng ảnh mau bây dân đăng thà cái khăn cái cào cái thơ nơi còn pơ khóc cầm cuồng hơi nâng hay ọt nhẹ rồi lực ọt miên smart ở đây từ thơ khóc chiêng kê nâng từ tiền nâng ảnh đôi tê và đa nâng ơi cọp bay pre và rong pori sắt sầm lap asva chẳng rai nâng tử về lột lên lơ non cọp bay pre và rong pori sắt về bần tô bằng một lửa mộ đạ và ong thiệt ấy tê và đá prap ơi cọp bay nâng anh vót về ơi thề bay đốn chọn cầm tích đòi trường để vào trong bồ đề sát ta xóa về con để thơ và nâng đại dương hay đạp từ dương từ sầm lạp xóa nâng hay mơ ắt khơi tô khổng học nâng tê rứ tê và đa ấy mến mất sầm lanh như bao dương thế prap ở dương thơ nơi ba bậc cảm nâng nâng này ní có lơ kia tê ho rưới đầm vây bình chia ở khơi thả bao dương đăng tha nẹ được tê thơ ấy khâu hai nâng ạ dương rừng kia chìm buộc tô khổng học nâng hai ấy có ai tô khổng học nâng cao lại nông khuôn dương bây giờ đăng thả nâng về cọ hơi bây giờ bật đai dương ai khăn nâng kê vì pro kê thưa cọ bây giờ đăng thả kê cọ hơi bây giờ bật đai ai sập phê về cọ cả lại nông dương đòi dương mơ mình khơi thà về cọ dương an từ kê thưa đại dương mồn dân thưa từ cõi cọ thì chắc á nâng cứ chỉ ca vô khổ pro sập phê về cọ cứ cọ hơi cọ chiêng nẹt môn từ tiệt pro miền ở tê ho prap dương hơi dương nơiแต่mình đăng từ tiệt anh nói anh bàn thà ta xe về tên là pa bị giàu nâng về cọ chiêng nẹt để thưa ba môn nâng từ tiệt nâng ảnh nâng cứ phật bút cho ông trung làm lực đã tương tu miền chẳng đôi khi này trơ nấc rồi lực ao vát cho bỏ ông rưỡi
ដោយតែព្រះអង្គសម្ដែងនៅក្នុងកកញ្ចោបមៈសូត្រខាងដើមនៃ3ដកលេខ21ថាបើចោលចាប់អ្នកទាំងឡាយយកទៅអាដោយរណាដែលមានដៃទាំងសងខាងបើអ្នកទាំងឡាយមានតោសិចិត្តបន្ទុះចំពោះចោលនោះដោយការដែលមិនអត់ធន់នឹងអ្នកទាំងឡាយឈ្មោះថាមិនបដិបត្តិបូជាដល់ព្រះតថាគតទេនឹងឯងចឹងហ្នឹងគឺព្រះអង្គសម្ដែងអញ្ចឹងអ្នកនឹករលឹកដល់អាវាតនឹងទៅមើលនឹងចោលចាប់យកទៅអាណាទៀតហើយបើមានការខឹងក្រោធថ្នាំងថ្នាក់អអន់ចិត្តចំពោះអំពើដែលចោលបានធ្វើនឹងឈ្មោះថាមិនបូជាព្រះអង្គទេនឹងឯងមិនប្រព្រឹត្តទៅតាមអាវាតព្រះសាស្តាឡើយអញ្ចឹងត្រូវនឹករលឹកដល់អាវាតដែលព្រះអង្គសម្ដែងពីរណាហ្នឹងឯងហៅថាកកញ្ចោបមៈសូត្រគឺឧបមាពីរណាហ្នឹងឯងកកច្ចៈហ្នឹងណាកចហ្នឹងកកច្ចៈហ្នឹងប្រែថារណាហើយឧបមាមកទៅជាកកញ្ចោបមៈសូត្រប្រសូតឧបមាដោយរណាហ្នឹងមើលក្នុងបេដកលេខ21ចឹងព្រះអង្គទ្រង់ទូលមានវិខដូចជាព្រះមូលយៈភគុណៈហ្នឹងឯងដែលច្រើនទៅដោយសេចក្តីក្រោធហើយនឹករលឹកដល់អាវាតព្រះអង្គដែលទ្រង់សម្ដែងអំពីចាក់ដោយលំពេងមួយថ្ងៃ300លំពេងរហូតដល់ទៅ100ឆ្នាំពីព្រោះវដ្តសង្សារដែលអ្នកទាំងឡាយមិនបានត្រាស់ដឹងសច្ចធម៌មិនបានធ្វើទីបំផុតនៃភពជាតិកំណើតហ្នឹងណាគឺរងសេចក្តីទុក្ខជាងការចាក់ដោយលំពេងនឹងក្រៃលែងណាស់រាប់ពាន់ម៉ឺនសែនលានដងគ្រាន់តែរងទុក្ខនៅក្នុងអវិជ័យនរកវាក្រៃលែងជាងការចាក់ដោយលំពេងមួយថ្ងៃ300លំពេងហើយ100ឆ្នាំនឹងទៅហើយមិនចាំបាច់និយាយដល់តែច្រើនជាតិទេហ្នឹងឯងព្រោះតែមិនបានត្រាស់ដឹងនៅសច្ចធម៌ហ្នឹងឥឡូវនេះចង់រំលឹកឲ្យយើងបានមានសេចក្តីអត់ធន់ត្រង់ដែលថាអ្នកណាគេមកសម្លាប់យើងមើលប៉ុណ្ណាគេធ្វើអីមានដល់ថ្នាក់មកសម្លាប់យើងឯណាប៉ុណ្ណឹងត្រូវរៀនអប់រំមេត្តាចិត្តរៀនអប់រំចិត្តគំនិតត្រូវគិតថាអ្នកដទៃល្អចំពោះយើងហើយមានតែអរគុណអ្នកដទៃនេះគឺបណ្ណោវាទសូត្រណាព្រះបណ្ណៈបន្លឺសីយនេតចំពោះពភៈព្រះសាស្តាណាព្រះអង្គទទួលសាធុនៅក្នុង3ដកលេខ28ចឹងបណ្ណោវាទសូត្ររៀនមើល3ដកឲ្យពីរោះទៅមើលទៅណាញាតិញោមណាដែលមិនតាន់បានអាននឹងអ្នកដែលបានអានមុនសិតតែពីរោះណាពីរោះមែនទៅណាចំប្រសូតណាអីទី1ដោយខ្លួនឯងនឹងនៅជាមួយនឹងចំណោមពុទ្ធបរិស័ទសម័យពុទ្ធកាលអញ្ចឹងទី2គឺបានទទួលអាវាតព្រះអង្គផ្ទាល់នឹងឯងទៅមើលនន្តកោវាទសូត្របណ្ណោវាទសូត្ររាលោវាទសូត្រអនាថបិណ្ឌិកោវាទសូត្រឆាន់ណោវាទសូត្រគឺថាអាវាតសម្បើមណាស់ទាំងក្នុងមជ្ឈិមនិកាយហ្នឹងរៀនអានរៀនមើលឲ្យពីរោះទៅអប់រំចិត្តនឹងឲ្យចិត្តដិតជាមួយនឹងបត្រៃ3ដកទៅបរិភោគបៃតេក្នុងធัวទៅនឹងឯងចឹងរីករាយហើយនឹងជំនួសមាសប្រាក់លុយកាក់ភ្នំមាសភ្នំប្រាក់ឯណាក៏មិនស្មើទេពីព្រោះចិត្តនឹងមានការអប់រំសុខស្ងប់តិចអញ្ចឹងយើងមើលមាននរណាគេមកសម្លាប់យើងហើយត្រង់ដែលគេស្ដីគេថាគេប្រមាថមើលងាយអីក៏ដោយប៉ុណ្ណឹងនេះទុកថាមានការងារសម្រាប់ឲ្យយើងធ្វើយើងនឹងគឺអីយើងនឹងវាមិនមែនអ្នកដទៃប៉ុន្តែចង់និយាយអំពីសេចក្តីអត់ធន់កើតឡើងហ្នឹងឯងបើមិនមានរឿងរ៉ាវអញ្ចឹងអាណិតថាអារម្មណ៍អញ្ចឹងធ្វើម៉េចមានការងារឲ្យសេចក្តីអត់ធន់ធ្វើទៅបើអ្វីចិត្តជាទីត្រេកអរជាទីពេញចិត្តអីអញ្ចឹងទៅវាចម្រើនទៅដោយរាគៈវាចម្រើនទៅដោយលោភៈអញ្ចឹងទៅហ្នឹងឯងដូច្នេះយើងត្រូវយល់ដឹងថាជីវិតដែលកើតមកនេះយើងមិនចេះតែបាននៅអ្វីជាទីត្រេកអរជាទីពេញចិត្តគ្រប់រឿងទៅទេវាមិនអាចមានតែលៀបទេវាអត់លៀបផងវាមិនអាចមានតែយោះទេវាអត់យោះផងវាមិនអាចមានតែសរសើរទេវាមាននិន្ទាផងវាមិនមែនមានតែសុខទេវាមានទុក្ខដែរត្រូវយល់អំពីសភាពនៃជីវិតហ្នឹងអញ្ចឹង
ហើយប្រតិបត្តិដើម្បីប្រគល់សេចក្តីសុខនឹងឲ្យវត្តដាក់នឹងទៅហើយរកការរួចផុតចាកទុក្ខវិញកុំរវល់តែដេកត្រាំនៅក្នុងទុក្ខដើម្បីរស់សុខក្នុងទុក្ខនឹងព្រះអរិយៈលោកចេញពីទុក្ខទៅដល់ព្រះនិព្វានបរមសុខលោកមិនបានមករស់សុខក្នុងបញ្ញខណ្ឌទេសុខក្នុងបញ្ញខណ្ឌនោះប្រគល់ឲ្យបញ្ញខណ្ឌនឹងទៅសតបដ្ឋានជាដំណើរចេញចាកអំពីឧបាទានខណ្ឌបរមសុខដែលមិនមានការតាក់តែងនៅចិត្តចេតសិករូបមិនមានការតាក់តែងនៅអភិសង្ខារមិនមានការតាក់តែងនៅសេចក្តីទុក្ខដោយប្រការណានោះគឺជាការរលត់ទៅជាការអស់ទៅនៃវដ្តទុក្ខនឹងឯងទៅដោយការអស់តណ្ហានឹងឯងដោយការរលត់អវិជ្ជាជាឫសគល់នឹងព្រោះអាស្រ័យវិជ្ជាការចេះដឹងទាំងអស់នេះឯងទៅភ្លឺស្វាងឡើងភ្លឺស្វាងឡើងឥឡូវនិយាយពីសេចក្តីអត់ធន់ទៀតដើម្បីញាតិញោមពុទ្ធបរិស័ទយើងចងចាំចឹងទៅយើងមើលតើយើងទទួលស្អីឲ្យវាខ្លាំងក្លាដូចជាត្រូវដោយលំពេងហ្នឹងហ្នឹងឯងមើលហើយអាសេចក្តីទុកផ្លូវចិត្តយើងអាចថាណែអាមាត់អ្នកដតីហ្នឹងវាជាដាវលំពេងចាក់ដោតដល់ចិត្តសន្តានយើងឈឺចាប់ណាស់អីហ្នឹងយើងកុំចិត្តទេប្រកាសទោសកំហុសឲ្យអ្នកដតីទាំងស្រុងនោះអ្វីជាខាងក្រៅហ្នឹងវាគ្រាន់តែមកប៉ះនឹងតិចតាបើកុំតែយើងទទួលយកមកឈឺចិត្តស្អីអ្នកណាមកចេះធ្វើចិត្តឲ្យយើងឈឺស្រាច់តែហ្មងនោះបើអញ្ចឹងគេធ្វើឲ្យពុទ្ធចេះឈឺបតីដែរដែលគេស្អប់ព្រះហ៎មិនដែលគេចំណែននឹងព្រះអរហន្តនោះគេធ្វើឲ្យព្រះអរហន្តហ្នឹងចេះឈឺចិត្តឈឺបតីដែរហើយធ្វើមិនបានធ្វើតាមរយៈអីជេរស្ដីត្រឹមតែសម្លេងប៉ះតិចជ្រុះអស់បាត់ហើយអត់មានចូលទៅដល់ក្នុងឯណាធ្វើម៉េចអាកប្បកិរិយាញាក់មុខញាក់មាត់ម៉េចគឺណាបូនមាត់បត់ដុំដៃយ៉ាងម៉េចធ្វើទៅវាប៉ះទៅនឹងភ្នែកឲ្យជ្រុះអស់បាត់ហើយមានស្អីចូលទៅបៀតបៀនសន្តាននៃចិត្តប្រខៃណាស្របដូច្នេះអាការដែលយើងឈឺចុកចាប់ក្នុងចិត្តហ្នឹងយើងកុំចិត្តទៅថាមកពីគេណាអត់មានគេណាធ្វើឲ្យទេគឺមកពីយើងគិតខុសតែខ្លួនឯងហ្នឹងណាសាងរឿងនឹងឲ្យកើតទុកឲ្យខឹងតែខ្លួនឯងនឹងអញ្ចឹងទៅណាបានជាយើងត្រូវមានសេចក្តីអត់ធន់នឹងជាមួយនឹងអារម្មណ៍ដែលនាំឲ្យខឹងដែលនាំឲ្យក្រោធសូម្បីតែអារម្មណ៍ដែលនាំឲ្យស្រឡាញ់ក៏ត្រូវតែអត់ធន់ដែរព្រោះអាខឹងក្រោធហ្នឹងវាមានបច្ច័យពីសេចក្តីស្រឡាញ់ណាសេចក្តីត្រូវការប្រាថ្នាណាការជាប់ជំពាក់ណាដល់ទៅវាមិនបានដូចធ្លាប់ដែលស្រឡាញ់ដែលត្រេកអរដែលពេញចិត្តពីដើមមកហ្នឹងធ្លាប់តែសរសើរធ្លាប់តែលើកតម្កើងហ្នឹងមិនដែលមាននរណាស្ដីថាអីឲ្យសោះគ្រាន់តែគេមិនសរសើរតែប៉ុណ្ណឹងក៏ខឹងនឹងគេបាត់ហើយមិនក៏មិនសរសើរខ្ញុំគាត់ណាហ្នឹងឯងមិនចាំបាច់ដល់តែគេស្ដីថាទេអាហ្នឹងរឿងធ្លាប់វាជារឿងលោភៈដែលជាប់ជំពាក់ជាមួយនឹងរបស់មេលោភៈជាប់ជំពាក់ជាមួយនឹងរបស់ក្នុងលោកល្ងងហ្នឹងណាដូចនៅក្មេងតូចអញ្ចឹងណាកើតមកឃើញពលឺថ្ងៃហ្នឹងក៏សប្បាយឃើញអាអីលឿងក្រហមក៏អតាំងពីនៅគេងក្នុងរឹងម៉ែយករឹងទៅយកកណាត់ក្រហមមកដាក់ពីលើពើងណាញឹមទៅសើចសប្បាយមើលឃើញរូបហ្នឹងរួចទៅចេះញ៉ាំនំទៅចេះរត់លេងទៅទៅសប្បាយទៅគឺត្រេកអររីករាយជាមួយនឹងអ្វីក្នុងโลกហ្នឹងមកពីអីមកអំពីអាចិត្តសន្តាននេះដែលវាធ្លាប់ត្រេកអររីករាយរាប់ជាតិជាអនេកមកហើយហ្នឹងវាមានអនុស័យជាប់មកតែដល់ឥឡូវវាជួបនៅអារម្មណ៍ទាំងអស់ហ្នឹងចេះសប្បាយចេះរីករាយអញ្ចឹងទៅដល់មកធំហើយហ្នឹងអាម៉េចមើលគឺនៅតែត្រេកអរនៅតែរីករាយជាមួយនឹងសម្បត្តិក្នុងโลกហ្នឹងទៀតនោះអាហ្នឹងគឺបានន័យថាម៉េចបានន័យថាយើងនៅលេងរបស់ក្នុងโลกហ្នឹងរបស់ក្នុងโลกហ្នឹងឲ្យតែជាអារម្មណ៍របស់លោភៈសុទ្ធតែជាគ្រឿងលេងទាំងអស់ឲ្យតែជាអារម្មណ៍របស់លោភៈសុទ្ធតែជាគ្រឿងញៀនទាំងអស់សុទ្ធតែជាគ្រឿងសវឹងទាំងអស់ហើយទៅជាថ្នាំពឹសថ្នាំពុលទៀតពីព្រោះវាសាងសេចក្តីទុក្ខសេចក្តីសោកណាសេចក្តីសឹកសួលគក់ទ្រូងកន្ទក់កន្ទិញវង្វេងភ្លេចដោយសារការបាត់បង់លៀបយោបាត់បង់នៅរបស់ដែលជាទីស្រឡាញ់បុគ្គលដែលជាទីពេញចិត្តជាដើមហ្នឹងនឹងឯងចឹងដល់នៅវិការៈវិកលចរិតឈួតអីចឹងទៅក៏បានដែរនឹងឯងចឹងដោយសារការស្រឡាញ់ការត្រេកអរហើយមើលចឹង
ការស្រឡាញ់ការត្រេកអរហ្នឹងមានខុសពីកូនក្មេងដែលទៅតែកើតមកកមារាកមារីហ្នឹងណានៅលេងដីហ្នឹងមានខុសអីគ្នាគ្រាន់តែថាវត្ថុលេងសម្រាប់មនុស្សចាស់ហ្នឹងអញ្ចឹងទៅវានៅតែក្នុងរឿងកាមគុណហ្នឹងកូនក្មេងលេងដីបាយឡប់បៃឡអីចឹងទៅយកដីមកដាក់ត្រឡោកដូងទៅគោធ្វើនំទៅអីចឹងទៅក្មេងស្រុកស្រែលេងអញ្ចឹងទៅណាហើយដល់ទៅធំមកលេងដីចុះមនុស្សយើងមិនដីដីទឹកភ្លើងខ្យល់ហ្នឹងស្រឡាញ់ទៅត្រេកអរទៅបបោះអង្អែលទៅអោបកសោបទៅហ្នឹងមិនអោបដីមិនលេងដីហ្នឹងមានខុសអីពីរឿងលេងត្រេកអរប្រកាន់ហួងហែងជាងដែលនៅក្មេង100 ដង 1000 ដង 10000 ដងទៅទៀតហ្នឹងគឺជាវាជារឿងដែលលេងអ្វីៗក្នុងโลกហ្នឹងហើយកាលណាបើមិនតន់មានបញ្ញាឃើញវត្តដាក់សង្សារដែលសេចក្តីទុកក្នុងវត្តដាក់ប្រព្រឹត្តទៅដោយតណ្ហាជាសមុទយៈទេអត់តន់ខ្លាចរបស់ក្នុងโลกហ្នឹងទេវាដូចជារបស់ហ្នឹងបានមកតេអញ្ចឹងណារបស់ហ្នឹងគេឲ្យមកអញ្ចឹងណាវាដូចអញ្ចឹងអត់តន់ចេះខ្លាចទេតលតែដឹងថាតណ្ហាដែលថាអេតាំងមៈនោះជារបស់យើងហ្នឹងជាទុក្ខសមុទយៈជាហេតុដែលនាំឲ្យមានជាតិនាំមកនៅវដ្តសង្សារជ្រាបជាធិមរណៈមិនមានទីបំផុតបានចេះខ្លាចអាការដែលចាប់យករបស់ក្នុងโลกនេះត្រង់ដែលថាអេតាំងមៈនោះជារបស់យើងនេះคล้ายទៅជាអ្នកទោសត្រូវនាំទៅកម្មទីបហាជីវិតគឺជាតិហើយត្រូវទទួលទរណកម្មដោយកងទុក12កងហ្នឹងត្រូវសម្លាប់ត្រូវបហាជីវិតដោយអំណាចនៃសេចក្តីស្លាប់ហ្នឹងបាបកម្មពីវរាអីគឺត្រូវឲ្យផលមកទាំងអស់ត្រូវស្លាប់ដោយសារគេវាយគេបហាគេកាត់កកអីហ្នឹងយ៉ាងណាទទួលទោសតន់សពគ្រប់ប្រការហ្នឹងទៅតាមអំណាចនៃកម្មដែលជាអ្នកធ្វើទរណកម្មហ្នឹងហើយប្រហារជីវិតរឿងទោសតន់ក្នុងវត្តដាក់វាច្បាប់របស់វត្តដាក់ទេយើងមកគ្រប់គ្រងច្បាប់ហ្នឹងអត់បានទេច្បាប់របស់វត្តដាក់ហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងវាត្រូវឲ្យផលទៅតាមកម្មហ្នឹងណដ្ឋិកម្មងសមង្ពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមែនអានេះវាជាអាជ្ញាច្បាប់របស់វត្តសង្សារហ្នឹងហ្នឹងឯងវានៅលើកម្មហ្នឹងជាបច្ច័យអញ្ចឹងដល់ទៅពុទ្ធបរិស័ទបានយល់ដឹងអំពីតណ្ហានេះដែលនាំឲ្យសាងកម្មនាំឲ្យមានអត្តភាពមានភពជាតិកំណើតហ្នឹងបានបញ្ញានឹងចម្រើនឃើញទុកទោសនៃវត្តដាក់នឹងឯងមិនមែនជារបស់ដែលយើងត្រូវឆ្ងាញ់ត្រូវសនុកត្រូវសក់ត្រូវស្រួលត្រូវចាប់យកមកធ្វើជារបស់យើងទេអាហ្នឹងឯងដឹងថារបស់ហ្នឹងក្តៅឃើញទេចក្ខុងអតិតតាំងរូបាអតិតតាចក្ខុវិញ្ញាណังអតិតតាំងសិតតែរបស់ក្តៅដល់តែដឹងថារបស់ក្តៅគឺមិនចាប់ទេអតិតបរិយាយសោតឃើញទេ1000 អង្គសម្រាប់ព្រះរហ័តនៅគយាសីសប្រទេសបានព្រះអង្គនាំទៅកាន់លទ្ធិវ័ននៅពីខាងលិចភ្នំបណ្ឌវៈហ្នឹងឯងហ្នឹងគឺអតិតបរិយាយសោតព្រះអង្គសម្ដែងពីរបស់ក្តៅតែក្តៅតែកាលណាដឹងថាក្តៅយើងមានចាប់អីរបស់ក្នុងโลกហ្នឹងតែកាលណាចាប់វាក្តៅដោយសារអីដោយសាររាគៈទោសៈមោហៈក្តៅដោយសារអីដោយសារជាតិជរាមរណៈក្តៅដោយសារអីទៀតដោយសារសេចក្តីសោកក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ភ្លើង11កងរាប់មើលឃើញ11ហើយចឹងរាគៈទោសៈមោហៈ3ជាតិជរាមរណៈ3ទៀតត្រូវជា6នៅ5ទៀតសោកៈបរិទេវៈទុក្ខៈទោមនស្សៈនិងឧបាយាសៈហ្នឹងឯងចឹងហ្នឹងហៅថាភ្លើង11កងហើយបើឃើញលទ្ធផលនៃការចាប់នឹងវារលាកដោយភ្លើង11កងមានតែចាប់អីអាការមិនចាប់អាការមិនប្រកាន់នឹងគឺអីគឺការដែលមិនមានតណ្ហាឧបាទាននឹងឯងចឹងដល់អញ្ចឹងវាអត់រលាកហើយអត់រលាកនឹងគឺអត់អីអត់រាគៈទោសៈមោហៈហើយចុះតែអត់រលាកនឹងអត់អីអត់ជាតិជរាមរណៈហើយចុះអត់រលាកនឹងអត់អីទៀតគឺអត់
ក្តីសោកក្តីសឹកសួលទុកទោមនស្សនិងសេចក្តីចង្អៀតចង្អល់រមែងរួចផុតចាកទុកទាំងពួងព្រោះមិនចាប់មិនប្រកាន់មិនបានជាមិនចាប់មិនប្រកាន់ថាមកអំពីដឹងថាចាប់ទៅវារលាហើយមិនបានដឹងថាមកអំពីបានស្ដាប់ធម៌របស់ព្រះអង្គហើយប្រតិបត្តិតាមមានបញ្ញាកើតឡើងព្រះអង្គត្រាស់ដឹងសច្ចធម៌យ៉ាងណាពុទ្ធបរិស័ទមានបញ្ញាឃើញសច្ចធម៌យ៉ាងនោះដែរគ្រាន់តែថាមិនមានសัพពញ្ញុតញ្ញាណតសៈពលញ្ញាណអីដោយព្រះអង្គមានប៉ុន្តែសោតាបត្តមគ្គញ្ញាណសកតាគាមិមគ្គញ្ញាណអនាគាមិមគ្គញ្ញាណអរហត្តមគ្គញ្ញាណរមែងជាញ្ញាណប្រព្រឹត្តទៅដើម្បីសម្លាប់នៅកិលេសនោះនឹងឯងអស់អាសវៈកិលេសនឹងឯងជាបក្ខីណាស្របនឹងគឺដោយសារការប្រតិបត្តិការអប់រំចម្រើននៅចំណេះចេះដឹងនឹងហើយអញ្ចឹងកណ្ណាគុណចាស់ញាតិញោមប្រៀបផ្ទឹមមើលជាមួយគ្នានឹងការដែលនៅលេងក្នុងโลกនេះគឺវាជារឿងដែលមិនដឹងថារបស់ក្នុងโลกហ្នឹងមិនល្អលេងទេរបស់ក្នុងโลกហ្នឹងមិនមែនសម្រាប់លេងទេនឹងឯងចឹងពីព្រោះវាជារបស់ក្តៅដល់អញ្ចឹងយើងមើលប្រៀបផ្ទឹមជាមួយនឹងដែលនៅកមារាកមារីថាវាក្មេងហើយដល់តែយើងចាស់ហើយធំហើយនេះនៅលេងដីដែរនេះគឺនៅលេងដីដែរចឹងដីទឹកភ្លើងខ្យល់រូបវេទនាសញ្ញាសង្ខារវិញ្ញាណព្រះអង្គសម្ដែងអ្នកទាំងឡាយចូលឈូសចោលចូលកំចាត់ចោលចូលកំចាយចោលនៅរូបចូលធ្វើឲ្យទៅជារបស់លេងមិនកើតចូលបដិបត្តិដើម្បីការអស់ទៅនៃតណ្ហាក្នុងបៃដកលេខ34ទៀតសង្យុត្តនិកាយខណ្ឌវេរវៈអ្នកទាំងឡាយចូលឈូសចោលកំចាត់ចោលកំចាយចោលធ្វើឲ្យទៅជារបស់លេងមិនកើតនៅវេទនាសញ្ញាសង្ខារវិញ្ញាណចូលបដិបត្តិដើម្បីការអស់ទៅនៃតណ្ហាតណ្ហខយោហេរាធៈនិព្វានន្តៈមនីរាធៈការអស់ទៅនៃតណ្ហាគឺជាព្រះនិព្វាននឹងព្រះអង្គទ្រង់ប្រកាសណាហ្នឹងឯងចំពោះព្រះរាធៈសម្រាប់ព្រះអរហន្តណាចឹងគណាជាព្រះអរហន្តមួយអង្គសំបីតែលោកបួសចាស់ហើយនឹងក៏ដោយតែឧបនិស្ស័យលោកមានជាបុគ្គលដែលទូលមានព្រានប្រដៅបានដោយងាយគណានឹងអញ្ចឹងដូច្នេះឥឡូវនិយាយពីសេចក្តីអត់ធន់ទៀតហើយញាតិញោមពុទ្ធបរិស័ទណាគិតយ៉ាងម៉េចគិតណាយើងគិតថាយើងបាននៅរស់ប៉ុណ្្នឹងហើយយើងអត់ធន់រឿងអីអត់បាននោះមើលពីព្រោះតែយើងនៅរស់នេះមិនមែនរស់ចោលទៅណារស់ដើម្បីយើងសិក្សាពធប្រតិបត្តិពធធម្មានុធម្មបដិបត្តិសន្សំបុណ្យកុសលបំពេញសេចក្តីល្អដូច្នេះយើងចង់បានអីពីអ្នកដតីទៀតសុំឲ្យតែអ្នកដតីកុំសម្លាប់យើងប៉ុណ្្នឹងទៅយើងបាននៅរស់ក្នុងថ្ងៃហ្នឹងគឺយើងសុំអីពីខ្លួនឯងបានសពគ្រប់ទាំងអស់សូម្បីតែអ្នកដតីនឹងឯងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់អីផ្សេងក៏នៅតែល្អសម្រាប់យើងអញ្ចឹងព្រោះមិនបានណាប្រហារជីវិតយើងទុកឲ្យយើងមានជីវិតនៅរស់ឱកាសដែលយើងមានជីវិតនៅរស់នេះជាឱកាសមួយដែលយើងចេញពីโลกនេះបានឲ្យតែទុកជីវិតឲ្យយើងនៅរស់យើងរកផ្លូវចេញអំពីโลกនេះទៅតាមផ្លូវរបស់ព្រះពុទ្ធអង្គឱកាសដែលយើងនៅរស់នេះល្មមគ្រប់គ្រាន់សម្រាប់យើងហើយក្រៅពីនឹងយើងទុកឲ្យសេចក្តីអត់ធន់ធ្វើការទៅទុកឲ្យសតិសម្បជញ្ញៈធ្វើការទៅទុកឲ្យមេត្តាករុណាធ្វើការងារនឹងទៅបំពេញបារមីបន្ថែមក្នុងមជ្ឈិមបដិបទាក្នុងដំណើរដែលយើងត្រូវចេញចាកលោកដោយយើងនឹករលឹកដល់ព្រះពុទ្ធដីកាព្រោះព្រះអង្គសម្ដែងថាបើមានវិធីឲ្យរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងរហូត100ឆ្នាំអ្នកទាំងឡាយទៅឲ្យគេចាក់ទៅវិធីហ្នឹងងាយស្រួលណាស់ក្នុងការរួចផុតចាកទុក្ខនោះនឹងឯងចឹងងាយស្រួលណាស់ចាក់មួយថ្ងៃ300លំពេងអស់100ឆ្នាំហ្នឹងជាវិធីងាយស្រួលណាស់ទៅឲ្យគេចាក់ទៅដើម្បីរួចផុតចាកទុក្ខប៉ុន្តែវាអត់មានទេវិធីហ្នឹងដូច្នេះអ្នកទាំងឡាយត្រូវអត់ធន់ត្រូវព្យាយាមប្រឹងប្រែងដើម្បីត្រាស់ដឹងនៅសច្ចធម៌ត្រូវអប់រំសិលសមាធិបញ្ញាហ្នឹងណាដើម្បីត្រាស់ដឹងនៅសច្ចធម៌ហ្នឹងណាម្ល៉េះហើយត្រូវអត់ធន់ជាមួយនឹងក្តៅជាមួយនឹងតិចជាមួយគ្នានឹងចង្ហាន់បិណ្ឌបាតជាមួយគ្នានឹងមាត់កពាក្យសម្ដីអ្នកដទៃអត់ធន់ទៅវាមិនមែនជាដាវជាលំពេងអីណាឲ្យយើងលំបាកអីពេកទេកាលណាបើយើងអត់ធន់បានមានគុណធម៌ទៅយើងមិនទទួលអ្វីទាំងអស់នឹងយកមកសន្សំឲ្យទៅជាទឹកកខ្វក់ទឹកស្មោកគ្រោកក្នុងចិត្តសន្តានរបស់យើងនោះវាមានអីទេ
យើងទទួលទានយើងចេះមើលណាទឹកនេះមកពីស្រុកណាទឹកនេះគេធ្វើល្អឯងដូចមិនសូវស្រួលទេព្រោះទឹកនេះវិញអាហ្នឹងក៏យើងចេះនឹងឯងចំណែកអ្វីដែលយើងត្រូវទទួលយកមកទុកដាក់ក្នុងចិត្តរបស់យើងមិនក៏យើងមិនចេះឲ្យពូកែទៅអ្វីដែលជាកុសលធម៌ទានសិលភាវនាមេត្តាករុណាសន្តោសប្រោសប្រណីអធ្យាស្រ័យឲ្យអភ័យយើងទទួលទៅសន្សំទៅអប់រំទៅចិត្តរបស់យើងទៅតើគ្រប់គ្រងឲ្យបានល្អទៅអ្វីដែលជារាគៈទោសៈមោហៈកំណាញ់ចំណែនស្អប់អបកម្មអបកែឆ្លោះតោះតេងចោលវាទៅអានឹងឲ្យឆ្លាតចឹងទៅនេះគឺបដិបត្តិគឺជាធัวបដិបត្តិឲ្យបានកន្លែងនឹងទៅមើលចិត្តរបស់យើងណាទៅទទួលរបស់ស្មៅក្រោកឲ្យបន្ទោសគេអាម៉េចបើយើងមិនទទួលយកមកទេណាគេបញ្ចូលឲ្យយើងបានអត់ទេណាអត់មានណាគេបញ្ចូលកិលេសបញ្ចូលអាសេចក្តីសៅមងស្មៅក្រោកឲ្យយើងទេគឺអយោនិសោមនសិការៈមិនចេះពិចារណាមិនចេះធ្វើទុកក្នុងចិត្តដោយខ្លួនឯងអានឹងចឹងទៅទេចឹងដូច្នេះអាកោថេអ្នកជានេកោធាំងអាសាធុងសាធុនីជានេអីជាដើមហ្នឹងយើងត្រូវឈ្នះសេចក្តីក្រោធរបស់យើងហើយយើងនឹងបានឈ្នះបាបអកុសលរបស់អ្នកដទៃឲ្យតែយើងឈ្នះចិត្តរបស់យើងបានតែម្នាក់ឯងហ្នឹងអ្វីក៏យើងឈ្នះទាំងអស់ទៀតហ្នឹងឯងយើងគិតមិនឃើញទេពីរឿងអ្វីក្នុងโลกហ្នឹងទៀតប៉ុន្តែដល់តែយើងឈ្នះបាបឈ្នះកិលេសឈ្នះអវិជ្ជាទៅបានយើងឃើញโลกហ្នឹងអត់មានខ្មោចព្រាយអត់មានអ្វីដែលអាក្រក់សម្រាប់ឲ្យយើងភ័យខ្លាចសម្រាប់ឲ្យយើងមួម៉ងសម្រាប់ឲ្យយើងក្តៅក្រហាយសម្រាប់ឲ្យយើងឆ្លោះប្រកែកអត់ទេទាំងអ្វីជាអារម្មណ៍នៃសេចក្តីសុខស្ងប់ស្រស់បំព្រងក្នុងដំណើរចេញចាកលោកគឺមិនមែនជាអារម្មណ៍ដែលនាំឲ្យជាប់ជំពាក់មិនមែនជាអារម្មណ៍ដែលនាំឲ្យយើងប្រកាន់យកតំអក់នៅនោះឡើយហើយក៏មិនមែនជាអារម្មណ៍ដែលនាំឲ្យយើងមួម៉ៅក្តៅក្រហាយការដែលពុទ្ធបរិស័ទបាននៅសេចក្តីសុខស្ងប់ក្នុងចិត្តនេះឯងដែលជាបដិបទាទៅរកព្រះនិព្វានដែលជាកំពូលនៃសេចក្តីសុខស្ងប់គឺឧបសម្មៈសេចក្តីសុខស្ងប់នឹងជាឈ្មោះនៃព្រះនិព្វាននឹងអញ្ចឹងពុទ្ធបរិស័ទញាតិញោមអត់ធន់បានឬមិនបានតើតែនឹករលឹកឃើញអាវាតរបស់ព្រះអង្គទាំងព្រះអង្គប្រៀបទៅដោយរណាដែលមានដៃទាំងសងខាងអនាយៈហ្នឹងហ្នឹងឯងធំតែមនុស្សពីរនាក់កាន់សងខាងអាគល់ឈើហ្នឹងឯងគេចាប់យកតាអាដោយរណានឹងកាត់ដៃកាត់ជើងអីចឹងទៅយើងនឹករលឹកមើលចរិយារបស់ព្រះអង្គខន្តិវេទីតបោះនឹករលឹកមើលចូលៈធម្មបាលនឹករលឹកមើលដំរីឆាត់តន់នឹករលឹកមើលព្រះភូរតតនឹករលឹកមើលសង្កបាលនេករាជចំបាយនេករាជជាដើមទាំងអស់ហ្នឹងព្រះអង្គអត់ធន់ប៉ុណ្ណាដើម្បីបំពេញអភិនិហាបារមីឲ្យបានត្រាស់ជាពុទ្ធហើយយើងមិនទទួលមរតកពីព្រះអង្គទេឬក៏យើងចង់ទទួលមរតករបស់មេរបស់បិសាចនៅក្នុងโลกហ្នឹងយើងចង់ធ្វើជាកូនចៅរបស់ខ្មោចព្រាយបិសាចរបស់យក្សមាហ្នឹងឬក៏យើងធ្វើជាកូនជាបុត្រជាធីតារបស់ព្រះអង្គបើធ្វើជាកូនរបស់ព្រះអង្គត្រូវតែទទួលរក្សាមរតករបស់ព្រះអង្គត្រូវសិក្សាពធអាវាតរបស់ព្រះអង្គចងចាំទុកប្រតិបត្តិឲ្យបានសំខាន់គឺអប់រំចិត្តណាកុំរងចាំពេលវេលាណានៃទៀតណាអត់មានពេលសម្រាប់យើងរស់ច្រើនតទៅទៀតទេមិនអី100ដង1000ដងបានជាយើងនៅរស់ដល់ថ្ងៃនេះអីតែម្ដងយប់ហ្នឹងងាប់ហ៎គណាមិនបាច់ចាំស្អែកទេចឹងគណាដូច្នេះវាមិនមែនចេះតែមិនអីរហូតទេណាវាមានអីម្ដងហ្នឹងជាចាំបាច់ត្រូវតែមានអីម្ដងហ្នឹងខ្ញុំបើកឡានដែលអីជិះឡានដែលអីខ្ញុំឈឺមិនដែលអីវាមិនដែលអីហ្នឹងឯងបានជានៅរស់ហ្នឹងហើយប៉ុន្តែមាននរណារស់រហូតមើលមាននរណាដែលមិនអីរហូតអត់មានទេណាមនុស្សរាប់ពាន់លានកោតអ្នកនៅអត់មានសល់ម្នាក់ទេណាសិតតែទទួលអីម្ដងទៅហ្នឹងឯងចឹងដូច្នេះយើងអត់មានពេលច្រើនទេចឹងអ្វីដែលត្រូវធ្វើក៏រូតរះទៅដែលអាចធ្វើបាននៅក្នុងសមត្ថភាពការរំលឹកដាស់តឿនដោយពធប្រឹងប្រែងទៅអញ្ចឹងគឺធ្វើឲ្យពុទ្ធបរិស័ទយើងមានសេចក្តីសុខត្រង់ដែលថាកាលណាបើយើងមានសេចក្តីអត់ធន់ទៅវាអត់មានរឿងអីបន្តទៅវែងឆ្ងាយនឹងឯងវាបញ្ចប់ត្រឹមតែថាយើងឲ្យអភ័យហើយបាត់ហើយនឹងឲ្យអភ័យនឹងហើយគឺវាអត់មានរឿងប្រកែកប្រកាន់ឆ្លោះប្រកែកទៅទៀតមានរឿងអីទៀតគឺហ្នឹងឯងចឹងដូច្នេះឱកាសពេលវេលាទានសិលភាវនាយើងរីករាយទៅហ្នឹងឯងទៅយើងប្រកែកប្រកាន់ឆ្លោះប្រកែកឲ្យកើតទៅជារឿងមួម៉ៅក្តៅក្រហាយរំខានបុណ្យកុសលរបស់យើងធ្វើអីហ្នឹងឯងចឹង
มันอยู่ประมาณយើងនឹងព្រាត់ប្រាសចាកលោកនឹងទៅដូច្នេះម្យ៉ាងត្រូវរៀនកំណត់អកុសលវិបាកឃើញហើយបានដឹងរឿងណាណែវាជាការពិតត្រង់ឃើញបានដឹងរឿងវាជាការពិតត្រង់ឮហើយបានដឹងរឿងហើយយើងទៅបន្ទោសអ្នកណាបើវានៅលើវិបាកកម្មរបស់យើងត្រង់ឃើញហើយឮហើយដឹងក្លិនដឹងរសដឹងផោតថពៈសតិរលឹកដឹងតន់កន្លែងហ្នឹងណាហ្នឹងឯងឧទាហរណ៍ថាអ្នកដតីហ្នឹងគេមិនគោរពគេមិនបូជាយើងហ្នឹងឯងហ្នឹងវារឿងអត់លៀបរឿងអត់យោះណាវាតេតួងនឹងអីបានដឹងរឿងឃើញហើយបានដឹងរឿងគេចងេងចងាងដាក់គេមិនគោរពគេមិនគួរសមកូនចៅអីទាំងអស់ហ្នឹងអាហ្នឹងឃើញហើយបានដឹងរឿងណាណែចក្ខុវិញ្ញាណហ្នឹងអកុសលវិបាកមិនឃើញតទេឯងទេណាមិនគ្រាន់តែយើងអ្នកឃើញទេណាចក្ខុវិញ្ញាណអកុសលវិបាកបានមโนទ្វេរវិធ័យចិត្តដឹងរឿងហ្នឹងបើអត់មានអកុសលវិបាកហ្នឹងទេធ្វើម៉េចដឹងរឿងដូចជាកុសលវិបាកកើតឡើងឃើញទៅដឹងថាកូនចៅល្អណាស់គោរពបូជាថ្វាយបង្គំអ្នកដតីអីនឹងឯងគោរពបូជាសំពះថ្វាយបង្គំបានលៀបបានសក្ការៈអីហ្នឹងអ្នកដតីនឹងនិយាយព្រោះនិយាយសរសើរសោតវិញ្ញាណកុសលវិបាកបើសោតវិញ្ញាណកុសលវិបាកអញ្ចឹងវាដឹងរឿងល្អបាត់ហើយវាមានចាំបាច់យើងទៅឆ្លោះទៅប្រកែកទៅទៀមទាពីណាឲ្យតែកុសលវិបាកកើតឡើងដឹងរឿងល្អរត់ទទួលទានមានបានមកពីឃើញរូបល្អឬសំឡេងល្អធំក្លិនដឹងរសដឹងផុតថពៈល្អហើយយើងទៅទៀមទាពីណាណាយើងត្រូវទៅទូចទៅទៀមទាកើតទុកបន្សពចិត្តពីណាបើកុសលវិបាកវាកើតឡើងសម្រាប់យើងហើយប៉ុណ្ណឹងប៉ុន្តែបើយើងមិនចេះគ្រប់គ្រាន់ទេគ្មានស្អីមួយចេះមកផ្កប់ចិត្តយើងបានទេបើតើយើងចេះព្រមចេះល្មមជាមួយនឹងវិបាកកម្មរបស់យើងប៉ុណ្ណឹងទៅប៉ុណ្ណឹងបានហើយបើគេមិនទាំងបានប៉ុណ្ណឹងផងនេះឥឡូវយើងបានឃើញប៉ុណ្ណឹងឬដុំក្លិនដឹងរសដឹងផោតតពៈប៉ុណ្ណឹងបានហើយសេចក្តីដែលសំខាន់វាមិនមែននៅលើវិបាកកម្មកក្រឹកក្រែងកថឹកអ៊ូអអីទៅទេសេចក្តីសំខាន់គឺយើងបាននៅរស់ហើយប្រព្រឹត្តព្រះមច្ចរិយធម៌ដើម្បីចេញចាកលោកនេះយើងមិនមែនរស់នៅដើម្បីបំរើភ្នែកបំរើតិចបំរើច្រមុះបំរើអណ្ដាតបំរើកាយបំរើប្រសាទរូបបំរើការសោយអារម្មណ៍នឹងទេនឹងឯងរបស់ទាំងអស់នឹងចោលទៅគ្រប់ទៅជាតិទេតើទៅចំណាយពេលវេលាចំណាយចិត្តកាយដើម្បីបំរើបញ្ញខណ្ឌបំរើកិលេសនឹងធ្វើអីយើងល្មមតែរស់នៅដើម្បីខ្លួនឯងហើយពាក្យថារស់នៅដើម្បីខ្លួនឯងធ្វើអ្វីដើម្បីខ្លួនឯងក្នុងទីនេះតើយើងស្ដាប់បានថាម៉េចគឺបានទីក្តីថាខ្លួនទីពឹងកុសលធម៌ដែលជាលោកយៈកុសលថ្នាក់សតិប្បដ្ឋានហើយនឹងលោកកតរៈកុសលដែលព្រះអង្គសម្ដែងថាអ្នកទាំងឡាយក៏បីមានខ្លួនឯងជាទីពឹងក៏មានអ្នកដតីក៏មានអវ័យដតីជាទីពឹងអត្តទីបាអត្តសរណានេះអនញ្ញសរណាមានខ្លួនឯងជាទីពឹងជាកោះមានខ្លួនឯងជាសរណៈជាទីរលឹកអនញ្ញសរណាក៏មានអវ័យដតីជាទីពឹងទីរលឹកឡើយធម្មទីបាធម្មសរណាអនញ្ញសរណារួចទៅបានព្រះអង្គសម្ដែងសតិប្បដ្ឋាន4ហ្នឹងឯងដែលឈ្មោះថាល្មមយើងធ្វើអ្វីដើម្បីខ្លួនយើងហើយពាក្យថាធ្វើអ្វីដើម្បីខ្លួនយើងមិនមែនយើងធ្វើអ្វីគ្រាន់តែបំរើផ្គប់គុណកិលេសអ្នកដទៃដើម្បីឲ្យគេសរសើរដើម្បីឲ្យគេសប្បាយចិត្តអីតែប៉ុណ្ណឹងទៅនោះទេហើយក៏មិនមែនជាយើងដែលត្រូវធ្វើដើម្បីបំរើកិលេសបំរើតណ្ហាបំរើការពេញចិត្តដែរត្រូវតែជាអ្នកប្រតិបត្តិបំរើព្រះសម្មាសម្ពុទ្ធព្រះសេកបុគ្គលកំពុងតែបំរើព្រះសម្មាសម្ពុទ្ធព្រះអរហន្តឈ្មោះថាព្រះពុទ្ធអង្គខ្ញុំបានបំរើហើយអាហ្នឹងមើលនៅក្នុងបថេរគាថាបថេរីគាថាទៀតនៅខាងចុងហ្នឹងសិតតែពោលពាក្យអញ្ចឹងទាំងអស់ព្រះពុទ្ធអង្គខ្ញុំបានបំរើហើយនេះជាការព្យាករព្រះអរហន្តទៅទៀតពាក្យហ្នឹងមិនមែនណាចេះតែនិយាយបានទេណាហ្នឹងឯងចឹងត្រង់ដែលថាកាត់ក្បាលមាថ្វាយព្រះកាត់ក្បាលមាហ្នឹងគឺអីគឺអវិជ្ជាព្រោះវាជាកិលេសៈសីសៈក្បាលរបស់កិលេសមាកាត់ក្បាលមាដោយដាវគឺអរហត្តមគ្គថ្វាយព្រះនេះឯងដែលឈ្មោះថាបំរើព្រះពុទ្ធអង្គពុទ្ធសាសនាខ្ញុំបាននៅរួចហើយខ្ញុំបានបំរើហើយនឹងឯងហើយក៏យាងចូលកាន់ព្រះនិព្វានដោយមិនមានជាតិជារាមរណៈដោយមិនមានវដ្តសង្សារព្រោះអស់តណ្ហាដែលជាបច្ច័យនៃសេចក្តីទុក្ខនឹងពុទ្ធបរិស័ទយើងក៏បីមានសេចក្តីអត់ធន់ប្រតិបត្តិដូចជាព្រះប៉ុណ្ណៈដែលលោកទៅនៅសនាបរន្តជនបទអញ្ចឹង
នឹងឯងទីបំផុតលោកញ៉ាំង500តកូលឲ្យដល់បត្រៃសរណគមពេលមួយព្រះរាមាភិព្រះអង្គស្ដេចយាងទៅសេនាបរន្តជនបទញ៉ាំងអ្នកស្រុកទាំងអស់នោះឲ្យតាំងនៅក្នុងមគ្គផលមានសោតាបត្តមៈសោតាបត្តផលជាដើមហើយនៅរហូតដល់សពថ្ងៃពុទ្ធបរិស័ទទៅថ្វាយបង្គំស្នាមព្រះបាទនៅសេនាបរន្តជនបទហ្នឹងដែលព្រះអង្គទ្រង់យាងទៅកាលនោះព្រះអង្គបដិស្ថានស្នាមព្រះបាទនៅនាមមាត់ស្ទឹងណាមទាអ្នកទីនឹងឯងហើយនឹងបដិស្ថាននៅលើកំពូលភ្នំសច្ចពន្ធនឹងដែលយើងបានទៅមានសមុទ្រតែញក់សមុទ្រចូលទៅកន្លែងហ្នឹងយើងមើលផែនទីក៏ឃើញហ្នឹងឯងទៅព្រះបណ្ណៈលោកតែគង់នៅនឹងវត្តមាត់សមុទ្រហ្នឹងទៅឬសូរលក់សមុទ្រក្រឹមព្រោះលោកទៅដល់ពេលយប់ណាហ្នឹងឯងទៅហ្នឹងគឺរឿងរ៉ាវនៅក្នុងអត្តកថាបណ្ណោវាទសូត្រទាំងសូមអនុមោទនាយ៉ាងខ្ញុំបកណាចូលរួមជាធម្មទាន1ម៉ោងកន្លះទាំងកណានៅក្នុងសេចក្តីដែលពុទ្ធបរិស័ទស្ដាប់ទៅគឺថាអាចនឹងជ្រះថ្លាត្រេកអររីករាយជាមួយគ្នានឹងសេចក្តីអត់ធន់ទទួលយកអ្វីគ្រប់យ៉ាងទាំងមេត្តាហើយរស់នៅដើម្បីប្រឹងប្រែងជាយាមដើម្បីប្រតិបត្តិឲ្យបានរួចផុតបកគលអ្វីជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តក្នុងโลกនឹងឲ្យโลกនឹងវិញទៅហើយយើងប្រតិបត្តិដើម្បីរួចផុតចាកโลกនេះប្រតិបត្តិរួចផុតចាកទុក្ខតាមព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងបណ្ណេពរេសិសធម្មំចន្ទោបណ្ណរសោយថាបរិបណ្ណាយៈបញ្ញាយៈទុក្ខសន្តង្ករិសតិតេមនាលនាងបណ្ណានាងចូលញ៉ាំងព្រះសធម្មគឺពោធិបក្កយធัวនឹងឲ្យបានពេញដូចជាប្រច័នពេញបូរមី15កើតនាងចូលធ្វើសេចក្តីទុក្ខនឹងឲ្យអស់ទៅដោយភាពបរិបូរណ៍នៃបញ្ញារបស់នាងបណ្ណាភិក្ខុនីក៏បានសម្រេចព្រះអរហន្តជាព្រះអរហន្តតីរួចផុតចាកទុក្ខទាំងពួងទៅនឹងឯងចឹងពុទ្ធបរិស័ទបូជាពធនេះមកបាសិកាឆៃសូន$100ពុទ្ធបរិស័ទគ្រប់កឋិន170បាសិកាលី1និងកូនចៅ$10បាសិកាធីតាដាវ$10ទាំងចឹងបាន1លានហើយ$40ហើយនេះបាសកសុន្ទរិននិងបាសិកាទូចន្ទឌីព្រមទាំងកូនចៅ$40បូជាពធទៀតបរិស័ទ70000ទៀតគឺណាអញ្ចឹងបាន100នេះ$100បាន$100ថែមទៀតហើយពុទ្ធបរិស័ទក្រុមឡានបាសិការស់ចិនបូជាពធចំនួន140,000បាសកឡាយសខុមនិងក្រុមញាតិមិត្ត150,000ហ្នឹងហើយអញ្ចឹងបានណែ15,000និង14,000ហ្នឹងវាមក29,000គិតថាប្រមាណ$ទៅ67គិតថា$70ទៅឥឡូវបាន170ហើយបូជាពធក្រុមឡានអាឌី10,000ហ្នឹង$25ឥឡូវបាន195ហើយបាសិកាខេមតាន់បូជាពធ11,000ទៀតបានច្រើនហើយបានជាង200ក៏ដែរពុទ្ធបរិស័ទឡានម៉ាក់វុឌ្ឍ14,000ទៀតពុទ្ធបរិស័ទទូទៅ27,000ទៀតអូយសប្បាយណាស់ហ្នឹងហើយបូកលេងចេញណាបានដឹងតែជាង2លានជិត3លានណាហើយនេះបូជាពធ$50ហើយនឹង30,000បាសិកាពុំធេរិកាព្រមទាំងស្វាមីនិងកូនចៅទាំង$50 30,000ទៀតបាសិកាអូនញ៉នៅសហរដ្ឋអាមេរិកបូជាពធ$10ហើយនឹង$18,500ទៀតគឺណាហើយគុណចាស់ព្រះអង្គបញ្ញាបច្ចោតតោអរគុណនឹងជូនបុណ្យដល់បាសកឡៅគឹមងួនបាសិកាដួងលី200អូស្ត្រាលីបាសិកាលីសៀមហៀង200អូស្ត្រាលីបាសិកាជាសនាវី$50បាសិកាធីតាដាវនិងធម្មមិត្តធម្មញាតបូជាពធកាមេរ៉ា Sony 4K សម្រាប់ការងារធម្មទានឆ្នាំ2017ណាហ្នឹងហើយនេះគុណចាស់អង្គបញ្ញាបច្ចោតតោទាំងហើយអញ្ចឹងប្រាក់បូជាពធទាំងអស់នេះបានប្រមាណជាប្រមាណលានទេហ្នឹងឯងម្ដុំ3លានហ្នឹងណាលើខ្វះតិចតួចជាក់ស្ដែងរាប់ឃើញប្រមាណប៉ុណ្ណឹងចឹងក៏ណាអត់មាន
เตรียมเตียต่อว่าปีนาเตียเตเคยประมาณต่อปันนังจังดาวจะได้เชียร์ทลาก็โชว์รูมในน้องบอลกับเทนเตียนนี่เองดำใบบานคณะกรรมการตะตูเราวาดปีกุญจ่าปองครูดำใบถ้าจัดใจยังไม่จะไม่จังคือถ้าตามวาดบอประซ่องเห็นตามวาดปองครูนักกรรมการก็สหการประตูดำใบจะได้จำร้านในวัดมาดปวงนี่เองเตียนส้มอะโนโมตนีសូមថ្វាយបង្គំ